បលាយរបស់ខ្ញុំអស់ទៀតហើយអញ្ចឹងថ្ងៃនេះខ្ញុំមកកិនទឹកបលាយទុកញ៉ាំទៀតបងប្អូននេះរួមទៅឥឡូវនិយាយបានថាខ្ញុំញៀនជាមួយនឹងទឹកបលាយខ្លាំងមែនតើហ្មងអត់អីអត់បានកម្រៃតែអត់ទឹកបលាយមួយថ្ងៃខ្ញុំញ៉ាំមួយកែវថ្ងៃបើសិនជាពេលខ្លះតិចខ្ញុំអត់បានញ៉ាំគឺនៅអត់សុខហ្មងអញ្ចឹងថ្ងៃនេះមកកិនទឹកបលាយញ៉ាំទៀតបងប្អូននិយាយរួមទៅខ្ញុំខ្ជិលកិនញ៉ៃច្រើនខ្ញុំខ្ជិលកិនពីរដងអញ្ចឹងខ្ញុំដាក់គ្រប់មុខចូលគ្នាហ្មងទៅវាស្រួលព្រោះយើងញ៉ាំចូលតែមាត់តែមួយទេអត់ចាំបាច់កិនទឹកនេះពាក់កណ្ដាលទឹកនោះពាក់កណ្ដាលទេនិយាយរួមទៅគេថាស្អាតបែបធម្មជាតិគឺយើងត្រូវតែព្យាយាមត្រូវតែខំហ្មងបងប្អូននិយាយរួមទៅខ្ញុំនេះនិយាយពីថាឲ្យតែលើគេថាញ៉ាំអីស្អាតញ៉ាំអីប្លែកនិយាយទៅទុកមិនបានហ្មងប៉ុន្តែតោះតែយើងព្យាយាមដែរបងប្អូនមិនមែនតែឃើញថាអូគេញ៉ាំអានឹងបានផលមួយអាទិត្យពីរអាទិត្យមិនមែនទេណារបស់ដែលខ្ញុំញ៉ាំនោះគឺត្រូវការប្រើពេលវេលាមែនតើហ្មងមិនមែនញ៉ាំមួយអាទិត្យពីរអាទិត្យឃើញផលជួនកាលញ៉ាំកាន់ខែកាន់ឆ្នាំទៅឃើញផលអញ្ចឹងណាហើយសម្រាប់ទឹកបន្លែនេះគឺញ៉ាំទៅល្អមែនតើអត់មានប៉ះពាល់សុខភាពបងប្អូនសម្រាប់អ្នកដែលគាត់ដូចខ្ញុំនឹងកម្រចូលចិត្តញ៉ាំម្ហូបមានបន្លែមានអីអញ្ចឹងមកកិនទឹកបន្លែនេះផឹកទៅហើយសម្រាប់ការដែលកិនទឹកបន្លែនេះអត់មានក្លិនអត់មានអីបងប្អូននិយាយរួមទៅស្រួលផឹកស្រួលញ៉ាំខ្ញុំខ្លាចនឹងក្លិនហ្នឹងហ្មងតែដល់ពេលខ្ញុំធ្វើរបៀបក្បួនរបស់ខ្ញុំនេះអត់មានក្លិនអត់មានអីសោះបន្លែស្រួលញ៉ាំទាំងអស់ហើយបន្លែខ្លះទៀតខ្ញុំមកចូលចិត្តញ៉ាំឯងដល់ពេលខ្ញុំកិនចូលគ្នាអញ្ចឹងទៅយ៉ាឆ្ងាញ់មួយយ៉ាងបងប្អូនអញ្ចឹងកុំភ្លេចសាកញ៉ាំទឹកបន្លែទាំងអស់គ្នាបងប្អូនកិនញ៉ាំទៅគ្រាន់បើជាយើងញ៉ាំទឹកផ្អែមដែលប៉ះពាល់សុខភាពយើងអញ្ចឹងណានេះបងខ្ញុំធ្វើឲ្យបងប្អូន